តែបងប្អូនបានដឹងទេថាប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសកម្ពុជាយើងគឺមានការកកើតជាយូរយារណាស់មកហើយគ្រាន់តែប្រព័ន្ធសុខាភិបាលមុនវាមានលក្ខណៈតូចដូចជាមន្ទីរពេទ្យឬក៏ជាកន្លែងព្យាបាលតូចតាចប៉ុណ្ណោះប៉ុន្តែក្នុងសម័យអង្គររវាងចុងសតវត្សទី12ក្នុងរាជការព្រះបាទជ័យវរ្ម័នទី7យើងឃើញមានការកកើតប្រព័ន្ធសុខាភិបាលមួយដែលមានលក្ខណៈធំទូលាយលាតសន្ធឹងពាសពេញអាណាចក្រដោយមានការសិក្សាជ្រាវជ្រាវផ្សេងៗពីអ្នកប្រាជ្ញបរទេសពិសេសជនជាតិអង់គ្លេសបានឃើញថាប្រព័ន្ធសុខាភិបាលនៃរាជាណាចក្រអង្គរមានលក្ខណៈធំមានលក្ខណៈសម្បើមជាងគេដែលបើប្រៀបធៀបទៅនឹងប្រព័ន្ធសុខាភិបាលឬមន្ទីរពេទ្យផ្សេងៗស្ថិតនៅក្នុងសម័យដំណាលការគ្នានោះដែលស្ថិតនៅក្នុងប្រទេសផ្សេងៗគេបានរកឃើញថានៅក្នុងប្រជាកម្ពុជានាសម័យអង្គរក្នុងរាជព្រះបាទជ័យវរ្ម័នទី7មានមន្ទីរពេទ្យឬយើងហៅជាភាសានៅក្នុងសម័យនោះថាអរុក្ខសិលាចំនួនទៅដល់102ឯណោះដែលវាលាតសន្ធឹងពាសពេញផ្ទៃប្រទេសកម្ពុជាយើងនៅភាគខាងត្បូងក៏មានភាគខាងជើងក៏មានដែនដីខ្លះដែលស្ថិតនៅក្នុងព្រំដែនថៃបច្ចុប្បន្នក៏គេរកឃើញមានអរុក្ខសិលានេះដែរអញ្ចឹងដូចជារូបភាពខាងលើដែលបងប្អូនបានឃើញនេះអញ្ចឹងនេះគឺជាប្លង់នៃអរុក្ខសិលាដើម្បីឲ្យបងប្អូនយល់ថាហេតុអ្វីបានជាយើងអាចសម្គាល់ថាប្លង់ប្រាសាទមន្ទីរពេទ្យមានរូបរាងយ៉ាងម៉េចបងប្អូនអាចមើលបានគឺយើងមើលទី1ខាងលើគឺមានប្រាង្គកណ្ដាលមួយមានន័យថាប្រាសាទដែលយើងឃើញប្រៀបបានដូចជាប្រាសាទហ្នឹងតាមក៏ពិតទៅគឺជាអរុក្ខសិលាឬជាកន្លែងមន្ទីរពេទ្យសម័យនោះប្លង់គឺបានបញ្ជាក់ទី1គឺមានប្រាង្គនៅចំកណ្ដាលមានផ្លូវចូលមួយដូចជាយើងបានឃើញចំណុចគូសអញ្ចឹងហើយមានរបងព័ទ្ធជុំវិញដែលធ្វើអំពីឥដ្ឋហើយការសំខាន់មួយទៀតនោះគឺមានស្រះទឹកនៅក្នុងកំពែងហ្នឹងមួយដែរអញ្ចឹងបើសិនជាក្នុងតំបន់បងប្អូនឬក៏ស្រុកភូមិបងប្អូនបានឃើញមានប្រាសាទបែបនេះគឺយើងអាចសម្គាល់បានថាទីនោះហើយគឺជាមន្ទីរពេទ្យនាសម័យអង្គរហើយមន្ទីរពេទ្យសម័យអង្គរគឺមានលក្ខណៈអស្ចារ្យណាស់ណាវាដូចជាមន្ទីរពេទ្យនៃសម័យបច្ចុប្បន្នដែរទី1គឺមានឃ្លាំងសម្រាប់ទុកថ្នាំមានអ្នកផ្សំថ្នាំដែលយើងយកថ្នាំពីរុក្ខជាតិអនុផលព្រៃឈើមកធ្វើមានអ្នកដឹកជញ្ជូនមានអ្នករៀបចំអញ្ចឹងយើងអាចឃើញថានៅក្នុងសម័យអង្គរនោះគឺសុខាភិបាលគឺអស្ចារ្យណាស់មិនចាញ់សម័យបច្ចុប្បន្នទេរហូតដល់ថ្នាក់គេធ្វើការសិក្សាជ្រាវជ្រាវហើយគេសន្និដ្ឋានថាមានតែប្រជាកម្ពុជាទេដែលមានប្រព័ន្ធសុខាភិបាលធំជាងគេតួយ៉ាងដូចជានៅសម័យអង្គរគេឃើញតាមរូបចម្លាក់ក៏គេឃើញមានការរំលេចឡើងនៅរូបភាពដែលគេឆ្លាក់តាមរយៈការផ្សំថ្នាំផ្សេងៗជួយឲ្យអ្នកជំងឺផងដែរដូច្នេះហើយនៅពេលដែលបងប្អូនបានឃើញនៅសំណង់ប្រាសាទផ្សេងៗដែលមានលក្ខណៈបែបនេះហើយបងប្អូនបានទៅព្យាបាលជំងឺឬក៏បានទៅឆ្លងកាត់ប្រាសាទផ្សេងៗមិនថានៅក្នុងតំបន់ប្រាសាទអង្គរតំបន់អង្គរនៅខេត្តសៀមរាបឬក៏តំបន់ប្រាសាទផ្សេងៗដែលវាមានពាសពេញផ្ទៃប្រទេសពេលដែលបងប្អូនឃើញប្លង់ប្រាសាទបែបនេះបងប្អូននឹងដឹងថាវាគឺជាលក្ខណៈបែបជាលក្ខណៈបែបមន្ទីរពេទ្យហើយប៉ុន្តែកន្លែងហៅបន់ស្រន់ទាំងអស់នេះដូចជាប្រាង្គកណ្ដាលដែលខ្ញុំបានរៀបរាប់នេះគឺមិនមែនជាមានន័យថាមនុស្សត្រូវព្យាបាលនៅក្នុងហ្នឹងឯងទីនោះគ្រាន់តែជាកន្លែងដែលមនុស្សទៅបន់ស្រន់តាមបែបជំនឿប៉ុន្តែនៅជុំវិញទីធ្លាហ្នឹងគេធ្វើជារោងធ្វើអំពីឈើដែលដាក់ផ្ទុកអ្នកជំងឺដែលអ្នកជំងឺមកពីទីឆ្ងាយទីជិតនៅក្នុងវណ្ណៈទាំង4គឺគេអនុញ្ញាតឲ្យចូលព្យាបាលទាំងអស់មិនថាមនុស្សនៅក្នុងវណ្ណៈក្សត្រមិនថាមនុស្សនៅក្នុងវណ្ណៈព្រាហ្មណ៍ប៉ុន្តែជាធម្មតាក្សត្រគឺមានមន្ទីរពេទ្យនៅក្នុងជីវៈផ្ទាល់ខ្លួនដែរមើលទៅប៉ុន្តែអនុញ្ញាតឲ្យព្យាបាលទាំងអស់ទាំងព្រាហ្មណ៍ទាំងសាមញ្ញជនធម្មតាប្រហែលជាមានទាសករផងដែរក៏ក្នុងរាជបាទជីវ័នទីក៏អនុញ្ញាតឲ្យមានការព្យាបាលដែរអញ្ចឹងពេលក្រោយនៅពេលដែលបងប្អូនបានដូចថាបងប្អូនបានឃើញមន្ទីរពេទ្យនៅក្នុងសម័យបច្ចុប្បន្នដែលមានលក្ខណៈរីកស្គុះស្គីបែបនេះ
ក៏បងប្អូនអាចនឹកឃើញទៅដល់សម័យបុរាណដែរតែមានលក្ខណៈអស្ចារ្យស្កឹមស្កៃមិនចាញ់ប្រព័ន្ធសុខាភិបាលដែលយើងបានឃើញនៅពេលនេះដែរ